អត់ដឹងទេមួយជាជនដូចតអូនដែរកូនអ្នកស្រុកមកថាមួយមកទីនេះគឺមកសួរសុខបងប្អូនយើងជាពលរដ្ឋយើងហើយជាពិសេសបងកងកម្លាំងយើងដែលគាត់ការពារតាមកំណែអញ្ចឹងណាអញ្ចឹងខ្ញុំជំរាបស្មារតីខ្ញុំដើម្បីដែលស្មារតីគឺខ្ញុំពឹងទៅសាច់មាត់តែយើងដែរដើម្បីគោរពប្រាប់យើងដល់អាចបងគាត់យើងដឹងគុណចំពោះពួកគាត់តែដឹងនាំគាត់ឲ្យអាដាមខនប្រទេសតែថ្ងៃនេះក៏យើងបានមកដល់ទីនេះដែរឃើញទេមិនឃើញបានតិចមួយគេអត់ទេបានទៅណាហើយលោកមិនក៏បានចែកតិចតួចដល់បងប្អូនយើងតាមលទ្ធភាពជួយស្ដារអញ្ចឹងណាចែកលេខក្តីស្រឡាញ់ថាពួកគាត់មកទីនេះដើម្បីការពារគ្នាថែសារគ្នាអញ្ចឹងណាតែខ្ញុំជាពលរដ្ឋខ្មែរម្នាក់ក៏ស្រឡាញ់ទឹកដីស្រឡាញ់ប្រជាជនយើងដូចគ្នាដែរអញ្ចឹងឥឡូវមកអ៊ំមកទីនេះមកអ្នកភូមិនេះក៏អ្នកនៅណាខ្ញុំនៅដេជោនៅណាវិញដេជោហួសការគោយើងតិចការគាត់ហ្នឹងណាដែរភូមិដេជោឆ្ងាយដែរទៅណាពីនេះទៅម៉ាគីឡូអូនៅខាងបឹងគូនហ្នឹងមិនជ័យយើងហ្នឹងឯងអូដេជោខាងបឹងតកូនយើងហ៎អូនៅដេជោក្នុងខេត្តបន្ទាយគេចឹងហើយមកពីនេះពីនោះមកនេះម៉ានគីឡូตั้งมันគីឡូដែរដូចជាម៉ូតូផ្ទះដែរចឹងប៉ុន្តែមូលហេតុនេះបានមកទីនេះមកគឺគេថាថៃចេះតែយកទឹកដីជាជនអញ្ចឹងចេះចង់មកជួយគេជួយឯងអញ្ចឹងជួយគេអូខេចាំបងមកជួយគេចឹងណាមិនសូវថាត្រៀមអីគេកាត់បន្លាលួចទៅលេចាយកាត់ដល់ចាយដែរខ្ញុំបានលក់ខ្ញុំមកតាំងពីគេកាត់បន្លាលួចយ៉ាងគេកាត់បន្លាលួចអញ្ចឹងដូចថាគេហេអញ្ចឹងជាបរិបទយើងអូសយកអញ្ចឹងណាហើយកាត់អ្នកអូសអញ្ចឹងទៅចាហើយលើកទីប្រហែលហើយដែលវាដាក់បន្លាលួចទីនេះខ្ញុំមកតាន់តែលើកទី1ទេលើកទី1ចាហើយអាបាញ់គ្នានោះគេបាញ់ផ្សែងពុលម្ដងទៀតអូអញ្ចឹងខ្លាំងណាស់យើងលះបង់ច្រើនហើយមកហើយមកមុនគេអត់បានធ្វើកម្មវិធីអីទេអញ្ចឹងគេអត់បានធ្វើកម្មវិធីអ៊ំបើតាមក្មួយដឹងមិនមកអ៊ំមកទីនេះមិនលើកទី1មិនអត់មកខ្ញុំមកតាំងពីមើលថ្ងៃទី26ដល់ទី28ហើយ9ខ្ញុំខានមកឡាយយកដីទៅពេទ្យអូយកដីទៅពេទ្យបានយកដីនេះតែសំទោសដីខ្ញុំវិការអញ្ចឹងមកដល់ណាចាដីខ្ញុំបានមកទេបាននៅក្រុមតែមិនលេចវិញសូតែសូយកកាយមានការស្មានថាទឹកតាបានតែណាគេនៅក្រុមតែសប្តាហ៍ថ្ងៃខ្ញុំមកដែរតែអត់និយាយលេងស្អីទេប៉ុន្តែខ្ញុំឃើញថាបងប្អូនខ្មែរយើងនៅទីនេះតំបន់គុំព្រៃច័ន្ទនេះមានការសាមគ្គីគ្នាស្រឡាញ់គ្នាខ្លាំងណាស់មែនទេមានការចូលរួមបោះច្រើនកងមានទាំងបតងមានទាំងជាពលរដ្ឋមានទៅកន្លែងនេះថៃគេចង់លុបទឹកដីជាពលរដ្ឋចឹងគេនៅឆ្ងាយចាំមកចឹងតាំងបឹងគួនការគោអីមកបាយជ័យអីចាមកបាទខ្ញុំមិញមានខ្សែចង់ផ្ដាំផ្សាយដល់បងប្អូនជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសដែលគាត់ចង់មកប៉ុន្តែគាត់មានលទ្ធភាពមកអ្នកខ្លះគាត់មានលទ្ធភាពមកទេគាត់ចង់មកហើយអ្នកខ្លះទៀតគាត់គាត់ដឹងព័ត៌មានទេប៉ុន្តែមានចង់មានខ្សែផ្ដាំផ្សាយគាត់មានការរួមស្រឡាញ់គ្នាទេការផ្ដាំផ្សាយនេះបងប្អូនខ្ញុំមកទេនៅឆ្ងាយចឹងតែឡើយចង់ផ្ដាំផ្សាយទៅគាត់ថាម៉េចខ្ញុំមានតែបងប្អូននៅទូកមាសនោះអូទូកមាសក៏បងចានៅនេះក៏មិនអត់មានទេអត់មានទេណាចាស្គាល់គ្នានៅក្នុងបាទចាឥឡូវឲ្យតែខ្មែរយើងសបងប្អូនយើងហ្នឹងមែនទេឥឡូវមានអីចង់សំណូមពរទៅកាន់គាត់ផងស្អីមានចាមានអត់មានឲ្យគាត់ស្រឡាញ់គ្នាសាមគ្គីគ្នាអីណាពោគាត់ឲ្យខ្មែរឈ្នះថៃគ្រប់ពេលខ្មែរឈ្នះថៃគ្រប់ពេលចាឲ្យថៃចាញ់ខ្មែរចាញ់ខ្មែរចាឲ្យខ្មែរឈ្នះខ្មែរយើងឈ្នះចាតស៊ូចាប៉ុណ្្នឹងឯងបាទហើយរឹងមាំនេះបងអញ្ចឹងមកការពារទីនេះចង់បានចូលប្រហែលថ្ងៃអីតាមថ្ងៃចាប់ដើមថ្ងៃនេះប្រហែលថ្ងៃអីតាមមកដែរមិនចង់ភ្លេចណាអត់ភ្លេចទេណាសាល់ថ្ងៃខ្ញុំមកដែរតែប៉ុណ្ណោះអត់មានទេមនុស្សទេស្ងាត់ឈឹងបាទនឹងមាន2ថ្ងៃបាទចាអាចជួយជំរាបឈ្មោះបងប្អូនខ្ញុំបានស្គាល់បានណា idol ដែលគាត់មកទីនេះគាត់ជួបអ្នកមិញអីចឹងណាអត់អីណាអូខេចឹងអត់អីអរគុណច្រើនអ្នកមិញណាដែលបានមកដល់បទសម្ភាសន៍ឲ្យបង្ហាញនៅឆន្ទៈអ្នកថាខ្មែរស្រឡាញ់ខ្មែររួមខ្មែរសាមគ្គីគ្នាយើងមកនេះអត់ប្រកាន់នឹងការនយោបាយនិយាយទៅអត់មានបំណងអីទាំងអស់ក្រៅពីការការពារគោលនភាពទឹកដីរបស់យើងស្រឡាញ់ប្រជាជនគ្នាឲ្យកសោគ្នាការពារគ្នាអ្នកមានជួយអ្នកក្រស្រឡាញ់អ្នកក្រជួយអ្នកក្រយើងជួយចែកម្លែកគ្នាទៅវិញទៅមកបាទ15នាក់អីវាមកឃើញតែជាពលរដ្ឋច្រើនវាលឹកមកវាចូលវិញបាត់វាខ្លាចដែរណាចាហើយតែយ៉ាងឆ្ងាត់តិចវាមកទៅមានលបងការពារវាមកគ្រប់ដៃណាបាទចឹងវាមកឈរតែអញ្ចឹងវាមានអាស្អីគេបាំងពីមុខវាទៀតបាទវាមានអាពាក់មួកខ្លុបវាទៀតអូវាត្រៀមលក្ខណៈចាហើយវាមានអាស្អីគេច្បាំងវាទៀតជាពលរដ្ឋវ័យវាយកអាហ្នឹងធរអញ្ចឹងមានត្រូវវាណាអូ
បើយើងវាយតែពីលើចេះនេះ វាយតែពីលើ ហ្នឹងហើយ តែវាខ្លាចប្រជាជនពលរដ្ឋយើងដែរទេ ខ្លាច វាខ្លាចដែរណា ចា តែវាហ៊ាន វាខ្លាចតែជាពលរដ្ឋយើងដេញវាថយដែរតា អូ វាខ្លាចគឺថាវាអត់ហ៊ានធ្វើអីចឹងណាតាមមុនហ្នឹងមិនដឹងអាម៉េចវាក្តៅកាហាយអាម៉េចវាស្គប់អាផ្សែងពុល អូគប់ផ្សែងពុលតែអ្នកមិញនៅក្នុងហេតុការណ៍ហ្នឹងដែរមែនអត់ នៅតាមុនហ្នឹងវាយយកបន្លាលួសវាអត់គប់ទេ បាទ ដល់បានមួយថ្ងៃទៀតបានវាគប់ គប់ផ្សែងពុល ចា មក វាដូចវាខឹងថាហេចឹងទៅយើងកាត់យកហេយើងកាត់យកចឹងណា អូ បែបវាគុំចឹងណាវាច្រើនដងយើងកាត់បានច្រើនដងតា បាទ វារេតាមផ្លូវខ្នល់យើងហ្នឹង បាទចឹង តែជាពលរដ្ឋនេះខ្លាំងដែរហ្នឹងណា ខ្លាំង អត់តែវារេកាត់យកឥឡូវហ្នឹង នេះកាត់យកមក ចា ឥឡូវមកនេះមកប្រុងប្រៀបកាត់យកមក កាត់ដូចគ្នាហ្នឹងអូដូចគ្នាហ្នឹងមានឈើអូដូចគ្នាហ្នឹង អូយើងត្រៀមឲ្យស្រីណា ចា អូខេ បាទខ្ញុំមិនសូវចូលអូដិតដល់ដូចគេទេគេជន់ គេជន់អូក្តៅនេះអូទៀត នេះដើមនេះអូមិនចឹងមិនឈ្នះវាច្រើនណាវារាប់រយ បាទបាទ វាចេញមកម្ដងសា200ជាងឯនោះ 200ជាង ចា បាទ200នាក់ 200អ្នកជាងវាចេញមកខ្មៅទឹកខ្មៅដៃហើយវាមានគ្រប់សព បាទវាមានសម្ភារៈខ្លះមិញអាច វាមានអាកបាំងពីមុខចេះមានវាមានមុខវាមានអាសម្រាប់បាត់មុខវាទៀត បាទ ហើយវាមានអាឈើដៃពីមមាននេះយើងវាយអត់បានទេអត់ត្រូវវាទេ បាទបាទ បើសិនណាយើងវាយដល់ឈើអត់ត្រូវទេ អូខេចាអីមកទីនេះខ្លាចអត់ ខ្ញុំអត់ខ្លាចទេ អត់ខ្លាចទេ ចាបើកូនខ្ញុំមិនខ្លាច អញ្ចឹង កូនខ្ញុំមិនស្រីទៅមកយើងខឹងតែក្បាលទៅ អូតែសម្រាប់មិញអត់មានខ្លាច អ ទេ ត់ទេម្សិលថ្ងៃខ្ញុំបួលមេមកគេថារំបានក្តៅចេះតែបួលវាមកមកដល់វាទិញតែឆ្វាយឲ្យទៅវិញម្ដង អូតែសម្រាប់មិញគឺការពារលះបងមកនេះមកអត់ខ្លាចតែអូបន្លាលួសអេចាយមក អូប្លាលួសហ្នឹងយើងអត់បានលក់ទេ ចឹងយ៉ាងណាក្មួយជូនពរមិញសុខភាពល្អហើយជាពិសេសយើងការពារសុខភាពយើងតខ្លួនឯងមិញណា ចា ខ្មែរយើង បា ស្វែង យើង រកសា ចូល មគ្គី សាប់ គ្នា ពាក់មកហើយគេចែកមកឲ្យយើង អូយកពាក់មកដែរនេះខ្ញុំបានមកតែមិនបងប្អូននេះបងប្អូនយើងចែកមកដែរបងប្អូននេះគ្នាពីខាងសារព័ត៌មានដែលគាត់ចូលរួមចែកម្លែកបងប្អូនខ្មែរយើង ថ្ងៃមុនគេថាចែកអត់ចែកស្អីគេញុកជាយើងទៀតណាគេវាចែកស្អីគេម្លេងទៀតណាហ្នឹងហើយ បាទចឹងអត់មានអីច្រើនទេមិញណាអរគុណជូនពរសុខភាពល្អដើម្បីរឹងមាំហើយក្មួយសប្បាយចិត្តណាឃើញបងប្អូនជាខ្មែរយើងក៏ស្រឡាញ់គ្នាសាមគ្គីគ្នាហើយបងស្រីក៏ដូចគ្នាដែរជូនពរបងសុខភាពល្អបងប្អូននេះសិតតានេះវរៈបរោះតបជួបក្រោយរបស់យើងណាបាទឥឡូវវរៈនារីយើងរកឃើញវរៈនារីតបជួបក្រោយរបស់យើងដែលស្រឡាញ់ប្រទេសជាតិ តែខ្ញុំធ្វើទៀតតាំង86 អូប្តីធ្វើតាហ៊ានតាំង86 វាយខ្មែរក្រហមតាំង86 បាទបាទ កាត់ទាំងបានក្បាលខ្មែរក្រហមទៀតណាប្តីខ្ញុំ អូខ្លាំងហើយចឹង ឥឡូវគាត់ស្លាប់បាត់ហើយ បាទតែនៅយើងនេះគឺកម្លាំងពេញបឹបហ្មងមកការពីអត់ស្ដាយសំណោះទេគឺបើនិយាយមែនសតាវរៈនារីនេះវរៈនារីការពីជាតិស្នេហាជាតិ 100% នេះបងប្អូនមកនៅទីនេះមកគាត់មិនមែនមកលើកទី1ទេគាត់មកយូរហើយបើសួរសាបានមកគាត់ហើយបើគាត់ក៏ជាអតីតទាហានតែឥឡូវគាត់ខូចហើយតែគាត់ប្រយុទ្ធក្នុងសមរភូមិខ្លាំងមែនទែនហើយឥឡូវនេះគាត់មកឈរនៅទឹកដីបាទមកឈរនៅទឹកដីនេះទៀតគឺមិនធម្មតាទេ ពេញភាសាស្រាវជ្រាវសួរមេតុំស្គាល់ហើយកតុំ បាទតុំពេញបាទបាទអញ្ចឹងបងប្អូនអ្នកគ្នា ឈួរជើងនៅប៉ែនេះខ្ញុំទៅលេងនេះតែខ្ញុំទិញហ៊ីងឲ្យគាត់ អូទិញហ៊ីងបាទមេធានណាអញ្ចឹងបងប្អូននេះមេធំ មេ310 អញ្ចឹងខ្មែរយើងនេះទឹកចិត្តមិនធម្មតាបងប្អូនបេះដូងសាមគ្គីគ្នាស្រឡាញ់គ្នាកូនដំណក់ទឹកភ្លៀងបងប្អូននេះឈរកូនដំណក់ទឹកភ្លៀងមកសម្ភាសគាត់ដើម្បីជុំបងប្អូនយើងនេះអញ្ចឹងអរគុណសវរៈនារីបងប្អូនមើលមកគាត់ណាហើយបើឃើញជួបគាត់អីកុំភ្លេចជួយគ្រប់គ្រងគាត់ផងអាចថាយើងអាចមានជាកម្លាំងចិត្តកម្លាំងកាយមានជាហៅថាតៃទានអីយើងអាចចូលរួមតាមកម្លាំងទៅដើម្បីគ្រប់គ្រងបងប្អូនយើងនេះបាទអូបងមកមួយគាត់ទេអូខេមកឥឡូវសុំជួបបន្តិចអរគុណ